យើងនិយាយទៅកាន់ព័ត៌មាននៅខេត្តកំពង់ចាមឯនោះវិញគឺអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានកំពុងជំរុញលើកកម្ពស់គុណតម្លៃស្ត្រីតាមរយៈការពង្រឹងសមត្ថភាពស្ត្រីឲ្យក្លាយជាអ្នកដឹកនាំព័ត៌មាននេះជម្រាបជូនដល់លោកហៀងថាឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងជំរុញការលើកកម្ពស់គុណតម្លៃស្ត្រីតាមរយៈការពង្រឹងសមត្ថភាពស្ត្រីឲ្យក្លាយជាអ្នកដឹកនាំតាមក្រសួងស្ថាប័នរបស់ជាតិរួមមានស្ថាប័នរដ្ឋាភិបាលព្រឹទ្ធសភានិងរាជរដ្ឋាភិបាលការលើកឡើងខាងលើនេះគឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តកំពង់ចាមនិងលោកជំទាវញោងចរិយាអ៊ុនចិន្តាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2024និងទិសដៅភារកិច្ចបន្តរបស់សមាគមនារីខេត្តកំពង់ចាមដែលពិធីនេះបានធ្វើឡើងនៅសាលាខេត្តកំពង់ចាមនៅថ្ងៃទី1ខែមេសាឆ្នាំ2025ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមក្លូតផនប្រធានក្រុមប្រឹក្សាខេត្តនិងថ្នាក់ដឹកនាំជាច្រើនរូបទៀតឯកឧត្តមអភិបាលខេត្តកំពង់ចាមមានប្រសាសន៍បន្តថារាជរដ្ឋាភិបាលបានបន្តបង្កើនការយកចិត្តទុកដាក់អភិវឌ្ឍធនធានស្ត្រីក្នុងវិស័យនយោបាយវិស័យសេដ្ឋកិច្ចនិងវិស័យសង្គមគិច្ចជាដើមសម្ដៅធានានិងឆ្លើយតបទៅនឹងសកលភាវូបនីយកម្មទាំងក្នុងក្របខ័ណ្ឌតំបន់និងពិភពលោកជាមួយគ្នានេះនៅរដ្ឋបាលថ្នាក់ក្រោមជាតិក៏មានចំនួនស្ត្រីកាន់តែច្រើនមានឱកាសកាន់តំណែងជាអភិបាលខេត្តអភិបាលរងរាជធានីខេត្តក្រុងស្រុកខណ្ឌមេឃុំចៅសង្កាត់សមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌឃុំជាដើមជាលេខនៅក្នុងឱកាសនេះដែរឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមក៏បានផ្ដល់នៅចំណុចគន្លឹះមួយចំនួនបន្ថែមទៀតដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តកំពង់ចាមគឺត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងនិងចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយនៅស្នាដៃនិងសមិទ្ធផលនានាដែលខេត្តសម្រេចបានបន្តចិញ្ចឹមចលនានិងធ្វើបច្ចុប្បន្នភាពកម្លាំងស្ត្រីសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តឲ្យបានជាប្រចាំនិងបន្តអនុវត្តឲ្យបានជោគជ័យនៅទិសដៅការងារឆ្នាំ2025របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តកំពង់ចាមរួមទាំងកិច្ចការងារផ្សេងៗទៀតបាក់យោងតាមរបាយការណ៍របស់លោកជំទាវប៉ាំងណានីប្រធានប្រតិបត្តិសាខាសមាគមនារីខេត្តបានឲ្យដឹងថាសមាគមនារីខេត្តក៏ដូចជាបណ្ដាញស្ត្រីនៅក្នុងក្រុងស្រុកឃុំសង្កាត់បានរួមគ្នាយ៉ាងផុសផុលក្នុងសកម្មភាពមនុស្សធម៌និងការងាររបស់រាជរដ្ឋាភិបាលដែលសកម្មភាពទាំងអស់នេះគឺជាឧត្តមប្រយោជន៍ដល់ស្ត្រីចាស់ជរាស្ត្រីគ្មានទីពឹងស្ត្រីមេម៉ាយនិងកុមារកំព្រាជាដើមដែលទាំងនេះគឺជាគោលដៅសំខាន់ក្នុងការជួយដោះស្រាយជួយដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាអរគុណទស្សនិកជន